បងប្អូនធ្លាប់ហូបតែប្រហុកចំហុយមែនទេថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនរបៀបធ្វើប្រហុកឆាព្រោះម្ហូបនេះផងដែរខ្ញុំកម្រឃើញបងប្អូនណាដែលគាត់ធ្វើម្ហូបនេះហូបណាស់កន្លងមកគឺខ្ញុំធ្លាប់ហូបតែស្នាដៃម្ដាយខ្ញុំទេតោះតែមើលពីរបៀបធ្វើទីមួយយើងមានប្រហុកសាច់ជ្រូកចិញ្ច្រាំខ្ទឹមសអំពិលទុំដើមខ្ទឹមស្លឹកខ្ទឹមទៅមើលរបៀបធ្វើឆ្នាំងខ្ទះបន្ទាប់មកយើងដាក់ប្រេងចូលហើយដាក់ដើមខ្ទឹមបន្ទាប់ពីខ្ទឹមយើងរៀងក្រហមដាក់ដើមខ្ទឹមចូលបន្ទាប់មកដាក់ស្ករចូល1ស្លាបព្រាហើយកូរឲ្យក្រហមបន្តិចចាំដាក់សាច់ចូលបន្ទាប់ពីដាក់សាច់ចូលហើយយើងបំបែកសាច់នឹងឲ្យវាម៉ត់បន្តិចមកបន្ទាប់មកយើងកូរវាឲ្យសាច់នឹងឆ្អិនហើយយើងដាក់ប្រហុកចូលហើយប្រហុកនេះផងដែរបងប្អូនមិនចាំបាច់ចិញ្ច្រាំទេព្រោះពេលវាឆ្អិនទៅវាគង់តែរលួយសាច់ប្រហុកនឹងចូលសព្វជាមួយនឹងសាច់ជ្រូកនឹងឯងតែបើប្រហុកបងប្អូនប្រហុកឆ្អឹងបងប្អូនត្រូវការចិញ្ច្រាំវាឲ្យម៉ត់សិនព្រោះថាវាមានឆ្អឹងណាបងប្អូនបន្ទាប់មកយើងដាក់អំពិលទុំដែលយើងបានត្រាំទឹកហើយបន្ទាប់ពីយើងដាក់អំពិលទុំនឹងហើយវាកាន់តែរីកអញ្ចឹងហើយវាខាប់ទឹកវាធ្វើឲ្យទឹកប្រហុកយើងខាប់អញ្ចឹងបងប្អូនថែមទឹកបន្តិចចូលទៅដើម្បីកុំឲ្យវាខាប់ពេកណាព្រោះអំពិលទុំនៅពេលដែលវាកាន់តែរីកវាបឺតទឹកអស់ហើយអញ្ចឹងយើងកូរចំបល់ទាល់តែអំពិលទុំនឹងវារីកអស់ចេញជាតិជូរសព្វល្មមហើយជាចុងក្រោយហ្នឹងបងប្អូនឃើញទេនេះប្រហុកវាអាលាយអស់លីងមើលប្រហុកអត់ឃើញហ្មងធំតែក្លិនទេអញ្ចឹងហើយយើងមិនចាំបាច់ចិញ្ច្រាំវាទេអញ្ចឹងជាចុងក្រោយហ្នឹងគឺយើងដាក់ដើមខ្ទឹមចូលស្លឹកខ្ទឹមបងប្អូនណាចាំច្រឡំបន្ទាប់មករួចរាល់ហើយមិនដែរបងប្អូនមើលទៅតំណងដែរឬទេនេះបន្ទាប់មកបន្លែមានដូចជាផ្កាខាត់ណាសណ្តែកគួរម្ទេសហើយនឹងពេញប៉ោះហើយនឹងកសក់ហើយម្ទេសនេះផងដែរយើងចង់ដាក់ចូលជាមួយនៅក្នុងចានតែម្ដងក៏បានដែរតែខ្ញុំអត់ដាក់ទេដោយសារតកូនខ្ញុំគាត់ហូបដែរអញ្ចឹង